ជប៉ុនផ្ដល់ឥណទានសម្បទាន$119 លានដល់កម្ពុជាសម្រាប់គម្រោងអភិវឌ្ឍចំណតផែកុងតឺន័រថ្មីកំពង់ផែស្វយ័តក្រុងព្រះសីហនុរដ្ឋាភិបាលជប៉ុនបានផ្ដល់ឥណទានសម្បទានដែលមានទឹកប្រាក់សរុបចំនួន$17,776 លានយេនឬស្មើនឹងប្រមាណជា$119 លានអាមេរិកដល់កម្ពុជាសម្រាប់គម្រោងអភិវឌ្ឍចំណតផែកុងតឺន័រថ្មីកំពង់ផែស្វយ័តក្រុងព្រះសីហនុកញ្ចប់ឥណទានទី2បន្ទាប់ពីកិច្ចចុះហត្ថលេខាលើលិខិតបដូរសាររួមគ្នានៅរសៀលថ្ងៃទី13ខែកក្កដាឆ្នាំ2026នាទីស្តីការក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិរាជធានីភ្នំពេញក្រោមវត្តមានអាដាមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងឯកឧត្តមអ៊ូអ៊ីណូអាត់ស៊ូស៊ីឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាគម្រោងនេះមានគោលបំណងធ្វើឲ្យប្រសើរឡើងនៅសមត្ថភាពដោះស្រាយបញ្ហាផ្ទុកទូកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុដែលជាកំពង់ផែទឹកជ្រៅអន្តរជាតិតែមួយគត់របស់កម្ពុជាក៏ដូចជាបង្កើនប្រសិទ្ធភាពប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជាតាមរយៈកិច្ចអភិវឌ្ឍចំណតផែកុងតឺន័រថ្មីនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានាក៏ដូចជាពង្រឹងប្រព័ន្ធឡូជីស្ទីកនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធឲ្យកាន់តែមានភាពប្រកួតប្រជែងនិងបានឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តខ្ពស់លើកិច្ចការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលកម្ពុជានិងជប៉ុនតាមរយៈជំនួយឥណទានសម្បទាននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មនិងពង្រីកវិសាលភាពដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជាដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃទំហំពាណិជ្ជកម្មអន្តរជាតិជំនួយនេះផងដែរក៏បានបង្ហាញពីការបដិញ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុនក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្មនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជាក្នុងនាមជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាជប៉ុនសូមជ្រាបថាគម្រោងអភិវឌ្ឍចំណតផែកុងតឺន័រទឹកជ្រៅថ្មីនេះត្រូវបានបែងចែកជា3ដំណាក់កាលធំៗចន្លោះពីឆ្នាំ2023ដល់ឆ្នាំ2030ដំណាក់កាលទី1បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ជាផ្លូវការរួចរាល់ហើយដោយបច្ចុប្បន្នសម្រាប់បានវឌ្ឍនភាពការងារជាង 60% ហើយក្រុងនឹងបញ្ចប់រួមទាំងបើកឲ្យដំណើរការនៅឆ្នាំ2027ឬឆ្នាំ2028ខាងមុខនេះចំណតនេះមានប្រវែង350ម៉ែត្រនិងជម្រៅទឹក 14.5 ម៉ែត្រដំណាក់កាលទី2និងទី3កញ្ចប់ឥណទានថ្មីចំនួន$17,776 លានយេនឬស្មើនឹងប្រមាណជា$119 លានដែលទៅនឹងចុះហត្ថលេខានេះគឺដើម្បីជំរុញនិងបន្តនិរន្តរភាពការងារសាងសង់បន្តបន្ទាប់ដើម្បីសម្រេចឲ្យបានតាមផែនការមេដែលត្រូវបញ្ចប់រួចរាល់ទាំងស្រុងនៅឆ្នាំ2030